ចេះថ្ងៃនេះគឺជាថ្ងៃទី9វេលាម៉ោង9ព្រឹកគឺសមាគមអ្នកស្រឡាញ់បរិស្ថាននិងសង្គមយើងបានធ្វើយុទ្ធនាការនៅស្ពានស្លាគូហើយឆ្លៀតឱកាសនេះនៅក្នុងកំពុងតែសកម្មភាពនេះខ្ញុំសូមច្បិចយកនៅចំណាប់អារម្មណ៍ពីសមាជិករបស់យើងដែលគាត់កំពុងតែធ្វើការនៅខាងក្រោយនឹងខ្ញុំនេះចាខ្ញុំចង់ដឹងថាតើចំណាប់អារម្មណ៍របស់គាត់មិនដែរនៅក្នុងថ្ងៃយុទ្ធនាការនៅម៉ោង9ព្រឹកនេះដែរចាអញ្ចឹងយើងទៅដឹងទាំងអស់គ្នាចាខ្ញុំបានឈ្មោះហោមសុភាពជាមន្ត្រីអ្នកនងសមាគមតាញ់បរិស្ថាននិងសង្គមខ្ញុំមានបុគ្គលិកភាពជាខ្លាំងដែលក្រុមការងាររបស់បរិស្ថានយើងបានចុះមកនៅខេត្តកំពង់ស្ពឺខេត្តតាកែវហើយបានរើសសម្រាមដោយសកម្មបាទអញ្ចឹងសូមឲ្យប្រជាពលរដ្ឋឬក៏អ្នកដំណើរឬក៏បងប្អូនទាំងអស់ដែលចង់សម្រាមគិតផងបាទថាសម្រាមមិនគួរស្អប់ទេតែអមផុតអ្នកចោលសម្រាមបាទអមផុតអ្នកចោលសម្រាមហើយមុនចោលពូគិតផងណាព្រោះអ្នកដែលកំពុងតែរើសនេះគឺកំពុងតែហូរញើសស្រស្រាក់ចាស់អញ្ចឹងធឿនមានចំណាប់អារម្មណ៍មិនដែរក្នុងថ្ងៃម៉ោងនេះបងបាទគាត់សម្រាប់ខ្ញុំគឺមានចំណាប់អារម្មណ៍គឺក្នុងចិត្តខ្ញុំគឺសមាជិកក្នុងការសម្អាតបរិស្ថាននៅតាមដងផ្លូវជាតិលេខ3នេះហើយនៅស្ពានស្លាគូអញ្ចឹងក្នុងនាមខ្ញុំជាយុវជនមួយរូបគឺខ្ញុំចង់ធ្វើបរិស្ថាននឹងជុំវិញខ្លួនគឺស្អាតជារៀងរាល់ថ្ងៃអញ្ចឹងយុវជនយើងទាំងអស់គួរតែនាំគ្នាចូលរួមស្អាតបរិស្ថានទាំងអស់គ្នាមិនដៃមួយជើងទៅគឺប្រទេសជាតិយើងគឺស្អាតទាំងអស់គ្នាអញ្ចឹងបងសូមជួយមានសារនេះពីគាត់ជួយតាមអារម្មណ៍របស់មកបាទនេះពិតជាមានអារម្មណ៍សប្បាយរីករាយដែលបានចូលរួមស្អាតបរិស្ថានដើម្បីសង្គមយើងស្អាតល្អមានរីករាយតែមានភាពទេសចរចូលច្រើនចាចុះបងខាងនេះប៉ុន្មានគីឡូដីពីផ្ទះបងខ្ញុំ55គីឡូពីកោះដែតមកអូ55គីឡូពីកោះដែតមកចាគាត់ជាសមាជិកសមាគមអ្នកចង់ខាងសង្គមម្នាក់មករូបដែរចាគាត់ឆ្លៀតមកហើយថ្ងៃហ្នឹងមានអារម្មណ៍មិនដែរសប្បាយបងសប្បាយតែហូរញើសប្រាក់តើលេងកាមេរ៉ាចូលមកខាងនេះគូចំណាប់អារម្មណ៍លោកពូថ្ងៃនេះចាលោកពូមានចំណាប់អារម្មណ៍មិនដែរថ្ងៃនេះថ្ងៃចូលថ្ងៃនេះទៅថ្ងៃទី9ខែឧសភាឆ្នាំ2021ខ្ញុំមកសម្អាតសម្រាប់បរិស្ថានពីមុនខ្ញុំសម្អាតខាងវិទ្យាល័យហ៊ុនសែនសាគូដល់មកសម្អាតខាងពងពឺម្ដងខាងលិចខ្ញុំមានទឹកអស់ណាខាងណាក៏បានចូលរួមពីបុរដ្ឋភាពសមាគមបរិស្ថានសូមអរគុណចាហើយយើងទៅទៀតបងចាញ់តែតិចបងថ្ងៃហ្នឹងមានចំណាប់អារម្មណ៍មិនដែរថ្ងៃនេះមានអារម្មណ៍ចំណាំថាយើងមកប្រម៉ូទយ៉ាងដើម្បីស្អាតកម្ពុជាស្អាតមកត្រូវបានចាខ្លីតែខ្លឹមណាបងណាលោកខ្លីណាចាសម្រាប់ស្ពានស្លាគូឃើញថាឥឡូវហ្នឹងស្អាតដោយសារតែបាត់សិស្សនៅស្ពានស្លាគូគាត់ចូលរួមក្នុងការសម្អាតហើយសង្ឃឹមថាបងប្អូនជាពលរដ្ឋដែលគាត់ក៏ដូចជាប្រជាជនដែលបានជិះឆ្លងកាត់មកសូមធ្វើការវេចខ្ចប់សម្រាប់ឈប់នៅកន្លែងណាដែលមានធុងសម្រាមបោះចូលក្នុងធុងសម្រាមជៀសវាងការបោះចោលផ្ដេសផ្ដាស់តាមដងផ្លូវចាមកដល់សាលាវិទ្យាល័យហ៊ុនសែនស្លាគូខ្ញុំថ្ងៃនេះមានអារម្មណ៍សប្បាយរីករាយណាស់ដែលបានសូមបាត់ខាននៅកន្លែងបាត់ខាននៃសង្គមដែលដឹកនាំដល់លោកគុំពួរដែលបានឲ្យពួកខ្ញុំមកដើររកសម្រាមនៅតាមដងផ្លូវសាលាវិទ្យាល័យហ៊ុនសែនស្លាគូធ្វើទៅតាមដងផ្លូវសម្រាមពួកខ្ញុំបានរកដាក់ខ្លួនថងក្នុងការចង់ថាល្អណាស់ខ្ញុំបានខ្ញុំសប្បាយរីករាយណាស់ដែលបានដល់ថ្ងៃនេះអត់ខូចទេហើយតែបានដើរទៅសុបាយអូយបានលើតាមដងផ្លូវឲ្យស្អាតមើលទៅសម្រាប់មកនៅតាមដងផ្លូវទៅសុបាយគឺតែហត់យ៉ាងណាក៏មានចិត្តមានអារម្មណ៍ថាសុបាយនិយាយទៀតអត់ខ្លាចខ្មៅទាំងអស់ឲ្យតែបានមកដល់ដើម្បីជួយសម្អាតបរិស្ថានមើលទៅឲ្យឃើញទៅតាមដងផ្លូវនោះឃើញស្អាតបរិស្ថានយើងអត់មានសម្រាប់មានអីទៀតទេស្អាតដងផ្លូវគឺស្អាតទៀតខ្ញុំសូមជំនុំពរដែលប្រជាពលរដ្ឋឲ្យជួយសម្អាតទាំងអស់គ្នាព្រោះអីយើងសម្អាតតាយើងម្នាក់ក៏អត់កើតដែរទាំងអស់គ្នាក៏អត់កើតដែរចាយើងចូលរួមទាំងអស់គ្នាអញ្ចឹងណាដើម្បីឲ្យដល់ទីគំរូចាដល់ភាពគំរូបរិស្ថានយើងអាចតាមបរិស្ថានយើងស្អាតទីក្រុងយើងក៏មានសុខភាពល្អដែរចាបើមិនជាអត់មានសម្រាមទី1តាមដំណើរយើងស្អាតហើយមើលទៅមានសុខភាពមួយទៀតយើងក៏ធ្វើឲ្យសុខភាពយើងវាលក្ខណៈថាអត់មានជំងឺហើយមួយទៀតក៏ការពារធនធានធម្មជាតិយ៉ាងណាបាទអរគុណណាស់បងស្រីបាទអរគុណពីបងទៅដល់បាទចាអរគុណច្រើន